chấtวิchiaបាននិយាយថាមនុស្ស5ប្រភេទដែលគួរឲ្យទុកចិត្តបំផុត1មនុស្សដែលហ៊ាននិយាយពាក្យថាទេមនុស្សដែលចេះបដិសេធឬនិយាយត្រង់ៗនៅពេលគេមិនអាចធ្វើអ្វីមួយបានគឺជាមនុស្សដែលគួរឲ្យទុកចិត្តផ្ទុយពីមនុស្សដែលយល់ព្រមលើគ្រប់យ៉ាងតែធ្វើមិនបានមនុស្សប្រភេទនេះឲ្យតម្លៃលើពាក្យសន្យាណាស់បើគេព្រមបានចាស់ហើយគឺគេនឹងធ្វើឲ្យតទៅបាន2មនុស្សដែលមានសកម្មភាពនិងពាក្យសម្ដីស៊ីគ្នាចិត្តវិទ្យាហៅថា consistency អ្នកអាចសង្កេតមើលថាតើអ្វីដែលគេនិយាយនិងអ្វីដែលគេធ្វើវាដូចគ្នាដែរទេមនុស្សដែលរក្សាគោលជំហរដដែលទោះបីស្ថិតក្នុងស្ថានភាពពិបាកឬនៅចំពោះមុខមនុស្សខុសគ្នាក៏ដោយគឺជាមនុស្សដែលមានតម្លាភាពខ្ពស់3មនុស្សដែលហ៊ានទទួលកំហុសខ្លួនឯងមនុស្សដែលគួរឲ្យទុកចិត្តបំផុតមិនមែនជាមនុស្សដែលមិនដែលធ្វើខុសនោះទេប៉ុន្តែជាមនុស្សដែលមិនចេះទម្លាក់កំហុសឲ្យអ្នកដទៃ4មនុស្សដែលមិននិយាយដើមអ្នកដទៃបើគេអាចយកសាច់រឿងអ្នកដទៃមកនិយាយអាក្រក់ប្រាប់អ្នកគេក៏អាចយកសាច់រឿងអ្នកទៅនិយាយប្រាប់អ្នកដទៃបានដែរដូច្នេះមនុស្សដែលរក្សានូវការសម្ងាត់របស់អ្នកដទៃនិងមិនចូលចិត្តនិយាយដើមគេគឺជាមនុស្សដែលមានគុណធម៌និងគួរឲ្យទុកចិត្តបំផុតសម្រាប់អ្នក5មនុស្សដែលចេះយល់ចិត្តនិងផ្ដល់តម្លៃលើអារម្មណ៍មនុស្សដែលមាន empathy ខ្ពស់តែងតែយល់ពីផលប៉ះពាល់នៃសកម្មភាពរបស់គេទៅលើអ្នកដទៃគេមិនហ៊ានកុហកឬបោកប្រាស់អ្នកឡើយព្រោះគេដឹងថាវានឹងធ្វើឲ្យអ្នកឈឺចាប់ភាពស្មោះត្រង់របស់គេកើតចេញពីការផ្ដល់តម្លៃនិងការគោរពពីអ្នកដទៃ